ជំរាបសួរជួបគ្នាម្ដងទៀតហើយថ្ងៃហ្នឹងគឺខ្ញុំចង់ចែកម្លែកអ្នកគ្នាអំពីបញ្ហានៃការថតនៅវីដេអូសម្រាប់អ្នកដែលចង់បានប្រាក់ចំណូលច្រើនអ្នកគ្នាអាចបង្កើតនៅវីដេអូវែងទៅគេហៅថាវីដេអូ long ហើយនឹងវីដេអូខ្លីគឺជាប្រភេទវីដេអូដែលមានអ្នកមើលច្រើនក៏ប៉ុន្តែបានប្រាក់ចំណូលតិចពីការផលិតវីដេអូហើយខ្ញុំចង់ប្រាប់អ្នកគ្នាថាការបង្កើតវីដេអូដើម្បីឲ្យមានអ្នកមើលច្រើនយើងត្រូវតែធ្វើ thumbnail ឬក៏ធ្វើវីដេអូណាដែលមានភាពតាក់ទាញអ្វីដែលតាក់ទាញបំផុតគឺ thumbnail គឺអារូបភាពដែលខ្ញុំធ្លាប់និយាយហើយតើតើទៅនឹងការធ្វើ thumbnail អញ្ចឹងសង្ឃឹមថាអ្នកគ្នាបានមើលនៅវីដេអូចាស់របស់ខ្ញុំហីពីព្រោះថាខ្ញុំទើបតែចាប់ផ្ដើមធ្វើនៅវីដេអូដែលតាក់ទងទៅនឹងការផលិតវីដេអូនិងការបង្កើតនៅ YouTube ការថតជាវីដេអូអញ្ចឹងណាថាថតបែបម៉េចសម្រាប់ការថតវីដេអូឥឡូវគឺវាតម្រូវឲ្យយើងថតផ្ដេកហើយទំហំរបស់វាហ្នឹងដូចជា1x1អញ្ចឹងហើយប្រហែលជាអញ្ចឹងហើយគឺវីដេអូបែបផ្ដេកអានោះសម្រាប់វីដេអូ long ណាអ្នកគ្នាប៉ុន្តែបើសិនជាអ្នកគ្នាបង្កើតនៅវីដេអូ short គឺជាប្រភេទវីដេអូដែលបញ្ឈរ9x16 អញ្ចឹងអ្នកគ្នាធ្វើតាមគោលការណ៍បែបហ្នឹងទៅនោះវីដេអូរបស់អ្នកនឹងផុសទៅវាត្រូវតាមស្តង់ដារនៃការផុសរបស់ YouTube អញ្ចឹងណាពីព្រោះថា YouTube គឺតម្រូវឲ្យបែបហ្នឹងគឺខ្ញុំសង្កេតមើលឃើញច្រើនថាអ្នកដែលបង្កើតនៅវីដេអូខ្លីវីដេអូ short ហ្នឹងគឺមានអ្នកមើលច្រើនមែនតើអ្នកខ្លះរហូតដល់ទៅ 1M 2M អី200k 300k អីប្រភេទតាម content របស់គេមួយអញ្ចឹងណាក៏ប៉ុន្តែគឺភាគច្រើនតែម្ដងពេលច្រើនគឺពួកគាត់បានsubscribe ច្រើនមែនតើហើយ viewer ក៏បានច្រើនមែនដែរប្រភេទ content របស់ពួកគាត់ធ្វើអញ្ចឹងបើសិនជាអ្នកចង់ដឹងកាន់តែខ្លាំងអ្នកនរគ្នាអាចចូលទៅមើលអាច search មើលប្រភេទ content បែបណាដែលគេលេងឲ្យមានអ្នកមើលច្រើននិង subscribe ច្រើនហើយសម្រាប់វីដេអូ long វិញគឺចំណុចសំខាន់របស់វីដេអូ long គឺការផលិតវីដេអូធ្វើម៉េចឲ្យតាក់ទាញហើយនឹងការធ្វើ thumbnail បែបណាឲ្យតាក់ទាញបើសិនជាយើងគិតថាធ្វើវីដេអូឲ្យដើម្បីឲ្យតែរួចពីដៃយើងអត់បានផ្ដោតទៅលើ content របស់យើងអត់បានផ្ដោតទៅលើការងាររបស់យើងនិយាយថាពីការងារចុះពីព្រោះថាការផលិតវីដេអូហើយហ្នឹងគឺសិតតែជាការងាររបស់យើងហើយអញ្ចឹងយើងថាគួរតែធ្វើបែបណាយើងធ្វើដោយបេះដូងយើងធ្វើបែបណាឧទាហរណ៍ថាកន្លែងនេះវាខុសកន្លែងហ្នឹងអញ្ចឹងយើងយកទៅកាត់តហើយកាត់តតាមកម្មវិធីណាតាមទំហំចិត្តរបស់អ្នកគ្នាទៅពីព្រោះថាកម្មវិធីកាត់តឥឡូវល្អច្រើនណាសម្រាប់ខ្ញុំគឺខ្ញុំកាត់តទៅតាម FVN InShot CapCut ហ្នឹងជាតម្រូវការតិចតួចទេពីព្រោះថាឥឡូវ CapCut គឺជាប់ប្រូច្រើនអញ្ចឹងការកាត់របស់យើងវាអត់ទៅស្អាតទេនៅក្នុង CapCut អញ្ចឹងខ្ញុំត្រូវប្រើ VN ប្រើ InShot អីជំនួយដូចជាកាត់វីដេអូរូបភាពរូបអីហ្នឹងយើងអាចយកពី ChatGPT ឬ Gemini អីចឹងទៅដើម្បីឲ្យជាបង្កើតវីដេអូហើយយើងយកទៅ edit ដើម្បីធ្វើជា thumbnail ដើម្បីឲ្យតាក់ទាញអ្នកមើលអញ្ចឹងណាអញ្ចឹងការផលិតវីដេអូ short វីដេអូ long គឺវាដូចគ្នាតែក៏ប៉ុន្តែបើសិនយើងមានឱកាសឬ content យើងវែងអាចដាក់ content វែងទៅល្អជាងខ្ញុំលើកទឹកចិត្តឲ្យអ្នកគ្នាបង្កើតវីដេអូវែងហ្នឹងហើយវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងដែរបាទសូមអរគុណ